ក្នុងលោកនេះមានមនុស្សជាច្រើនណាស់រមែងប្រាថ្នារស់នៅចង់ឲ្យជីវិតមានសេចក្តីសុខគ្រប់ពេលគឺរីកចម្រើនលូតលាស់ចូលលោកអ្នកបើបេះដូងរបស់អ្នកធ្វើចិត្តឲ្យធំទូលាយត្រូវអនុញ្ញាតផ្ដល់ឲ្យមនុស្សដទៃរស់នៅឲ្យបានសេចក្តីសុខចម្រើនផងដែរចិត្តមិនប្រទូខាងស្អប់មិនព្យាបាទចំពោះអ្នកដទៃយើងធ្វើដូច្នេះអ្នកអាចកសាងពិភពលោកដ៏ស្រស់បំព្រងមួយនេះឲ្យជាទីឋានមួយមានសន្តិភាពគ្មានសង្គ្រាមផ្លូវចិត្តស័ក្តិសមក្នុងការរស់នៅលុះត្រាតែយើងសម្របសម្រួលខ្លួនរស់នៅតាមគោលការណ៍ឬនិយមដ៏ប្រសើរទាំងនេះលោកអ្នកមិនត្រូវសង្ឃឹមទទួលបានសុខសន្តិភាពក្នុងពេលបច្ចុប្បន្ននេះអ្នកក៏មិនអាចសង្ឃឹមថានឹងទទួលបានសេចក្តីសុខសន្តិភាពនេះដោយគ្រាន់តែអង្វរកបន់ស្រន់អំពីទេវតាអរិយអ្នកតានោះឡើយប្រសិនបើយើងបានគោរពប្រណិប័តក្នុងគោលការណ៍សិលធម៌ដោយការជ្រោមជ្រែងខ្ពស់ក្នុងសេចក្តីថ្លៃថ្នូរនៃជីវិតរបស់ខ្លួនគឺយើងសម្លឹងមើលអ្នកដទៃថាជាមិត្តរួមកើតជាមិត្តរួមឈឺជាមិត្តរួមចាស់ជាមិត្តរួមស្លាប់គឺជាមិត្តរួមសុខហើយនឹងទុក្ខទាំងក្នុងអតីតកាលនិងអនាគតក្នុងពេលបច្ចុប្បន្ននេះផងដែរគឺយើងត្រូវសម្លឹងមើលសេចក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នាដែលគេចង់បានសុខដូចគ្នាព្រមទាំងសម្លឹងមើលអំពីសង្ខារលោកថាអ្វីជារបស់មិនថិតថេរយើងត្រូវមានសេចក្តីសន្តោសមានការពេញចិត្តតាមមានតាមបានគឺជាភូមិឋាននៅក្នុងជីវិតយើងដឹងហើយថាឋានសួគ៌ជាទីសប្បាយរីករាយចំពោះទេវតាទាំងឡាយដែលបានសាងសេចក្តីល្អអំពីមនុស្សលោកនេះទៅព្រោះឋានសួគ៌ទាំងឡាយដែលកើតមកហើយនោះគឺមនុស្សជាអ្នកសាងទេតើដូច្នេះលោកអ្នកក៏អាចសាងឋានសួគ៌ក្នុងពេលបច្ចុប្បន្ននេះឲ្យកើតឡើងផ្ទាល់ដោយខ្លួនឯងក៏បានដែរគឺលោកអ្នកត្រូវរៀនបង្កើតឋានសួគ៌ដោយខ្លួនឯងនៅក្នុងពិភពលោកនេះតែម្ដងឯនិយាយចំពោះឋាននរកវិញមនុស្សទាំងឡាយដែលបានធ្លាក់ទៅកាន់នរកនោះគឺសាងអំពីផលនៅក្នុងពេលបច្ចុប្បន្ននេះដែរព្រោះដោយអំណាចនៃអំពើបាបធម៌ដែលបានគ្របសង្កត់ហើយក៏ធ្វើឲ្យមនុស្សនោះមានចិត្តអាក្រក់មានចិត្តទុរយុះជាមនុស្សប្រកបដោយអាស្មេមានះរឹងត្អឹងជាមនុស្សខឹងក្រេវក្រោធច្រើនគឺជាមនុស្សអាត្មានិយមគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះគឺជាមនុស្សឃើញទោសតែអ្នកដទៃគ្រប់ពេលមនុស្សនេះឯងតែងទៅទីកន្លែងណាក៏ដោយមិនដែលបង្កើតក្នុងសេចក្តីសុខឲ្យខ្លួនឯងនិងអ្នកដទៃនោះឲ្យសុខផងនោះទេច្រើនតែបង្កើតនៅភ្លើងកំហឹងភ្លើងព្យាបាទភ្លើងគំនុំគុំគួនភ្លើងច្រណែនគឺជាភ្លើងដែលឲ្យកើតទុក្ខឆេះរស់រាលក្តៅខ្លោចផ្សានៅក្នុងជីវិតរបស់ខ្លួនគ្រប់ពេលម្ល៉េះហើយឃើញខ្លួនឯងនិងអ្នកដទៃចេះតែមានសេចក្តីទុក្ខជានិច្ចព្រោះថាខ្លួននោះកើតក្នុងឋាននរកនាពេលបច្ចុប្បន្ននេះទៅហើយចោះទម្រាំនឹងទៅអនាគតនោះតើវាយ៉ាងម៉េចទៅវិញនិយាយឲ្យចំទៅឋានសួគ៌ឋាននរកនេះគឺបង្កើតឡើងក្នុងពេលនៃជីវិតដែលរស់នៅក្នុងបច្ចុប្បន្ននេះឯងលោកអ្នកអាចបង្កើតឋានសួគ៌បានហើយក៏អាចបង្កើតឋាននរកផងដែរព្រោះថានៅក្នុងភពផែនដីនេះប្រសិនបើយើងខ្លួនឯងមិនប្រើប្រាស់ជីវិតឲ្យល្អនោះទេមានការអួតអាងដំកើងខ្លួនជាមួយនឹងអ្នកដទៃបំពានលើសិទ្ធិសេរីភាពរបស់អ្នកដទៃក្នុងអំពើទុច្ចរិតផ្សេងមានការកັບកេងលួចឆក់ប្លន់ជាដើមហើយធ្វើអ្នកដទៃឲ្យកើតទុក្ខក្តៅខ្លោចផ្សាមិនឲ្យអ្នកដទៃឬខ្លួនឯងមានសេចក្តីសុខក្នុងពេលបច្ចុប្បន្ននេះហើយអ្នកនោះប្រព្រឹត្តក្នុងទង្វើអាក្រក់ផ្សេងក៏ត្រូវគេចាប់បានជាហេតុឲ្យកើតទុក្ខទោសធ្លាក់ខ្លួនក្នុងភ្លើងនរកនាពេលបច្ចុប្បន្ននេះពុំខានព្រោះថាដៃជាប់ខ្នោះជើងជាប់ច្រវាក់ជាដើមមនុស្សប្រភេទនេះគឺជាការស្វែងរកសេចក្តីសុខដោយតេះដៀលដោយខ្លួនឯងបង្កហេតុទុក្ខភ័យឲ្យអ្នកដទៃគ្រប់ពេលឯមនុស្សខ្លះស្វែងរកសេចក្តីសុខមិនបង្កហេតុភ័យឲ្យអ្នកដទៃគឺជាការស្វែងរកសេចក្តីសុខ
ដែលគួរសរសើរផងគោរពផងប៉ុន្តែអស់លោកអ្នកសាទសប្បុរសទាំងឡាយហើយដើម្បីរស់នៅជាសុខក្នុងលោកនេះគឺមានប្រកក្រដីទៅបានគឺយើងម្នាក់ត្រូវស្គាល់តួនាទីរបស់ខ្លួនឯងឲ្យបានច្បាស់ត្រូវស្គាល់សិទ្ធិរបស់ខ្លួនឯងនិងសិទ្ធិរបស់អ្នកដទៃដើម្បីរៀបចំដំណើរជីវិតមួយនេះឲ្យប្រព្រឹត្តទៅបានសេចក្តីសុខនិងល្អប្រសើរមិនថាចំពោះការសែបគប់មនុស្សឬក្នុងកិច្ចការងារនៃសហគមន៍ផ្សេងឡើយព្រមទាំងធ្វើឲ្យបានក្នុងមិត្តភាពរវាងគ្នានឹងគ្នាឲ្យប្រសើរគឺប្រណិប័តក្នុងគោលការណ៍មានសិលធម៌ត្រូវមានចំណុចដូចខាងក្រោម 1. ត្រូវរៀនគោរពក្នុងតួនាទីនៃកិច្ចរបស់ខ្លួនដែលជាមុខងារដ៏សំខាន់ណាស់របស់មនុស្ស 2. ត្រូវដឹងហេតុផលឲ្យបានច្បាស់លាស់ទាំងក្នុងកិច្ចការដែលគួរធ្វើឬមិនគួរធ្វើទាំងការនិយាយឬមិនគួរនិយាយមិនត្រូវប្រឡែប្រឡំដោយឥតហេតុផលដាច់ខាត 3. ត្រូវរៀនអំពីខ្លួនឯងត្រូវស្គាល់ខ្លួនឯងនិងស្គាល់អ្នកដទៃត្រូវគោរពសេចក្តីថ្លៃថ្នូរឲ្យល្អសម្រាប់ខ្លួននិងអ្នកដទៃឲ្យសមដល់ព្រមភាពជាមនុស្សព្រោះថាយើងជាមនុស្សមិនមែនជាសត្វទេ 4. ទៅទីកន្លែងណាត្រូវនិយាយឲ្យដឹងប្រមាណស្គាល់ហេតុស្គាល់កាលស្គាល់វេលាត្រូវចេះស្ទាបស្ទង់ក្នុងដំណើរការទាំងមានបញ្ញាដល់ព្រមជាកំណត់ផងអស់លោកអ្នកសាទសប្បុរសទាំងឡាយហើយបើយើងបានប្រណិប័តនៅក្នុងគោលចំណុចទាំង4យ៉ាងដែលអង្គអាត្មាភាពបានរៀបរាប់មកហើយនេះគឺយើងបានមកដល់ចំណុចក្នុងការបណ្ដុះបណ្ដាលនៃពូជជាមនុស្សមានជាតិដ៏ប្រសើរមួយរូបនេះពីព្រោះភាពល្បីល្បាញទាំងឡាយក៏បានបង្ហាញអំពីផ្លូវមាគ៌ាដ៏ល្អនេះដែរក្នុងគោលចំណុចដែលរក្សាខ្លួនឯងនិងជួយអ្នកដទៃនេះគឺប្រព្រឹត្តទៅតាមក្រមសីលធម៌នៅក្នុងផ្លូវចិត្តព្រោះថាមនុស្សប្រភេទខ្លះមិនសូវសម្បូរទៅដោយទ្រព្យលាភយសឬមុខមាត់ដូចគេនោះទេប៉ុន្តែគេជាមនុស្សមានប្រជាប្រិយភាពមានអ្នកភូមិផងរបងជាមួយមានការគោរពស្រឡាញ់រាប់អានទាំងក្នុងពេលដែលមានគ្រាមានអាសន្នអ្នកទាំងនោះតែងតែជួយយកអាសាគ្នាទៅវិញទៅមកម្ល៉េះហើយការងារនៃរឿងជីវិតនេះក៏មិនលំបាកទៅជាងាយស្រួលក៏មានចំណែកឯបុគ្គលខ្លះមានមុខមាត់លាភយសទ្រព្យសម្បត្តិច្រើនក៏ពិតមែនតែមានចិត្តស្វិតកំណាញ់មិនខ្វល់ពីភាពខ្វះខាតនៃអ្នកដទៃដែលអត់ជាងខ្លួននោះខ្វល់តែពីមានបានមនុស្សប្រភេទនោះគឺជាមនុស្សឯកោព្រោះដោយសារថាខ្វះភាពសេចក្តីស្រឡាញ់អំពីអ្នកដទៃខ្វះញាតិខ្វះបងប្អូនខ្វះកូនចៅមនុស្សដែលកំណាញ់ស្វិតដល់ទៅថាពេលខ្លះមនុស្សជាច្រើនបានមកចោមរោមឬនិយាយសរសើរវាយអែបស៊ីអបច្រើនតែនៅក្នុងសភាពទុកចិត្តមិនបានព្រោះតែចោមរោមគោរពស្រឡាញ់រកតែផលប្រយោជន៍ខ្លួនប៉ុណ្ណោះមនុស្សប្រភេទនេះបើសង្កេតពិនិត្យមើលទៅមិនខ្វះទេនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះប៉ុន្តែមនុស្សយើងរាប់អាននរណាម្នាក់កុំសម្លឹងផលប្រយោជន៍នៃទ្រព្យសម្បត្តិអ្នកដទៃឲ្យសោះព្រោះថាសេចក្តីនេះមនុស្សដែលសម្បូរទៅដោយញាតិមានការចាំបាច់គឺរស់នៅក្នុងសង្គមគឺយើងម្នាក់ជៀសមិនផុតក្នុងកិច្ចការងារជាមួយគ្នានោះទេដូច្នេះយើងត្រូវមានចំណងសាមគ្គីគ្នាគោរពស្រឡាញ់មានមេត្តាចិត្តមានសិលធម៌ដាក់គ្នាទៅវិញទៅមកមានទឹកចិត្តល្អចេះជួយសង្គ្រោះគ្នាពិតៗមានតិចជួយតិចមានច្រើនជួយច្រើនចេះរក្សាគ្នាទៅវិញទៅមកអ្នកធ្វើអំពើល្អមិនត្រូវសម្លឹងមើលទឹកលុយជាធំទេគឺយើងត្រូវសម្លឹងមើលនៅក្នុងទឹកចិត្តទោះបីជាទឹកចិត្តនោះតិចក្តីច្រើនក្តីក៏យើងត្រូវតែចេះចែករំលែកឲ្យគ្នាទៅវិញទៅមកព្រោះថាទឹកលុយមិនស្មើនឹងទឹកចិត្តទេតែបើគ្មានទឹកចិត្តទេទឹកលុយក៏មិនអាចជួយបានដែរមនុស្សមានចិត្តទូលាយរមែងមានគ្នាច្រើនដោយបុរាណលោកថាទឹកត្រជាក់ត្រីកំឯ
មនុស្សមានចិត្តចង្អៀតចង្អល់វិញរមែងខ្វះនៅគ្នាក្នុងគ្រាដែលមានអាសន្នអ្វីមួយនោះមិនមានអ្នកណាមួយមកជួយយកអាសាឡើយឯការរស់នៅរបស់បុគ្គលនោះគឺរស់នៅដោយភាពឯកោមាសប្រាក់ទ្រព្យសម្បត្តិដីឡូស្រែចម្ការមិនខ្វះទេតែខ្វះញាតិទៅវិញព្រោះអ្វីដោយសារបុគ្គលនោះមានលោភៈចិត្តច្រើនមានចិត្តប្រទូសខាងស្អប់ច្រើនចំពោះនឹងអ្នកដែលរស់នៅជុំវិញខ្លួនហើយមិនចេះចែករំលែកក្នុងការធ្វើទានរក្សាសិលចម្រើនសេចក្តីល្អនោះទេគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនតែម្ដងបុណ្យក៏មិនធ្វើសិលក៏មិនរក្សាមេត្តាចិត្តក៏មិនចម្រើនតើបានសេចក្តីសុខអំពីផលក្នុងពេលបច្ចុប្បន្ននេះដោយម្ដេចទៅកើតកាលបើឃើញនៅហេតុដូច្នេះហើយអាត្មាភាពក៏សូមឲ្យលោកអ្នកคล้ายជាមនុស្សដែលមានទឹកចិត្តទូលាយកុំជាមនុស្សមានតែទឹកលុយតែខ្វះទឹកចិត្តមានអ្វីដែលត្រូវជួយគឺជួយទៅជួយទាំងកម្លាំងកាយជួយទាំងកម្លាំងចិត្តកុំស្ដាយក្រោយកុំកំណាញ់បើមិនមានអ្វីទេយ៉ាងហោចណាស់ក៏យើងជួយឲ្យមនុស្សនោះមានទឹកចិត្តក្នុងជីវិតនៃការរស់នៅប្រព្រឹត្តទៅឲ្យប្រសើរទៅមុខទៀតបានដែរមនុស្សដែលល្អមិនបានសម្លឹងមើលនៅទ្រព្យសម្បត្តិទេតែបានសម្លឹងមើលនៅក្នុងភាពទុក្ខភ័យរបស់មនុស្សដែលបានកំពុងទទួលក្នុងភាពលំបាកហើយមនុស្សនោះចេះផ្ដល់កម្លាំងទឹកចិត្តអាចឲ្យយើងតស៊ូក្នុងជីវិតមួយនេះមានការរស់នៅប្រព្រឹត្តទៅតទៅមុខទៀតព្រោះថាជីវិតម្ដងសុខម្ដងទុក្ខយ៉ាងដូចនេះហើយគ្មាននរណាមួយគេចផុតអំពីសេចក្តីសុខនិងសេចក្តីទុក្ខនេះទេក៏ប៉ុន្តែអាស្រ័យទៅលើផ្លូវចិត្តរបស់យើងម្នាក់ផងដែរបើទោះបីជាយើងកើតនៅក្នុងសេចក្តីទុក្ខកង្វល់ខ្វល់ខ្វាយនាពេលបច្ចុប្បន្ននេះក៏ដោយក៏យើងត្រូវរក្សាជីវិតនៅក្នុងផ្លូវចិត្តរបស់យើងកុំឲ្យឃ្លីងឃ្លួងនៅក្នុងអំពើហេតុដែលនាំឲ្យកើតទុក្ខបន្តទៅទៀតការកើតជាគូនឹងរលត់ការចម្រើនជាគូនឹងវិនាសសេចក្តីសុខជាគូនឹងទុក្ខការស្រឡាញ់ជាគូនឹងស្អប់កើតមកជាមនុស្សធ្វើម៉េចនឹងឲ្យមានសេចក្តីសុខតាមការប្រាថ្នាឲ្យរហូតទៅបាននោះព្រមមានថ្ងៃខ្លះម្ដងសុខម្ដងទុក្ខវាមិនខុសពីក្មេងដែលយំផងសោយផងនោះទេចាំទុកណាបងប្អូនពេលដែលយើងមានទុក្ខអាសន្នអន់ក្រណាមួយយើងជ្រាបហើយថាពិតជាមានអ្នកដែលជួយយើងជាក់ជាមិនខានទេពិសេសអ្នកដែលជួយមិនថាមិត្តភក្តិម្នាក់ខ្លៅនោះទេគឺរាប់អានយើងហើយមិនគិតពីប្រយោជន៍អ្នកនោះឈ្មោះថាជាមនុស្សស្មោះល្អកម្ររកបានជាមនុស្សដែលមានទឹកចិត្តល្អមិនឃើញទឹកលុយឡើយគឺបានស្ដែងចេញនៅពេលដែលយើងមានទុក្ខភ័យអាសន្នអន់ក្រណាមួយហើយគេមកជួយយើងដោយគ្មានឥតលក្ខខណ្ឌមនុស្សប្រភេទនេះលោកអ្នករាប់អានចោះព្រោះមនុស្សប្រភេទនេះគឺរកបានដោយកម្រក្នុងលោកចាំទុកណាបងប្អូនទឹកលុយយើងអាចរកបានពេលណាក៏បានដែរតែទឹកចិត្តមនុស្សដែលល្អមិនមានដាក់លក់លើទីផ្សារឡើយ